មិនខ្លាចបាត់បង់ទាំងអស់ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថាលមកតាមខ្ញុំក៏បន្ទាប់មកពួកគេបានបោះបង់សំណាញ់ទៅតាមទ្រង់ភ្លាមម៉ាកុស 1:17 និង 18 Shalom មិត្តភក្តិជាទីស្រឡាញ់របស់ព្រះម្ចាស់យេស៊ូវគ្រីស្ទខ្ញុំអាចស្រមៃឃើញអ្នកដើរតាមព្រះយេស៊ូវទាំង12នាក់ដែលត្រូវបានជ្រើសរើសដោយព្រះយេស៊ូវនៅពេលនោះពួកគេនៅលើភ្នំក្បែរសមុទ្រកាលីលេតើខ្ញុំកំពុងស្រមៃអ្វីបុរសទាំង12នាក់បានចាក់ចេញពីការងារនិងគ្រួសាររបស់ពួកគេដើម្បីលះបង់ខ្លួនឯងចំពោះគ្រូបង្រៀនថ្មីរ៉ាឌីកាល់របស់ពួកគេមិនបានដឹងពីបញ្ហាប្រឈមផ្នែកនយោបាយសាសនានិងហិរញ្ញវត្ថុដែលពួកគេនឹងប្រឈមមុខនោះទេខ្ញុំភ្ញាក់ផ្អើលដែលទោះបីជាបែបនេះក៏ដោយក៏ពួកគេនៅតែដើរតាមព្រះយេស៊ូវសូម្បីតែថ្ងៃនេះខ្ញុំប្រាកដថាព្រះយេស៊ូវនឹងសួរអ្នកកាន់តាមទ្រង់ដូចគ្នាទ្រង់សុំយើងម្នាក់ឲ្យដើរតាមទ្រង់ស្រឡាញ់ទ្រង់គោរពតាមទ្រង់ហើយប្រកាសព្រះនាមទ្រង់ដល់មនុស្សគ្រប់គ្នាម៉ាថាយ 28:19 និង 20នៅក្នុងការហាយរបស់ទ្រង់មានផែនជើញលោក Christian Soartopi Bhattara Rajawalinisanthara Baroness មកជាមួយការសរសើរនៃគ្រួសារដ៏ស្រស់ស្អាតនៃអាយុ Kizia Bhattara Case ដើម្បីលើកការសរសើរដូចខាងក្រោមផែនការរបស់អ្នកស្អាតណាស់លោកម្ចាស់នៅក្នុងជីវិតរបស់ខ្ញុំទោះខ្ញុំមិនដឹងក៏ដោយហើយខ្ញុំមិនយល់វិធីទាំងអស់របស់អ្នកខ្ញុំមិនស្គាល់ព្រះពីមុនទេខ្ញុំមានអារម្មណ៍ធ្ងន់បេះដូងរងទុក្ខហើយខ្ញុំអស់សង្ឃឹមប្រឈមមុខនឹងការទាំងអស់តែពេលនេះខ្ញុំយល់ហើយអ្នកជួយខ្ញុំពេលនេះខ្ញុំឃើញហើយមានអារម្មណ៍ថាស្រស់ស្អាតគឺជាផែនការរបស់អ្នកតែពេលនេះខ្ញុំយល់ហើយអ្នកជួយខ្ញុំពេលនេះខ្ញុំឃើញហើយមានអារម្មណ៍ថាផែនការរបស់អ្នកគឺស្រស់ស្អាតមានមនុស្ស7នាក់ត្រូវបានជ្រើសរើសធ្វើជាឱកាសយានិកដំបូងនៅពេលដែលសហរដ្ឋអាមេរិកចាប់ផ្ដើមកម្មវិធីឱកាសរបស់ខ្លួននៅឆ្នាំ1000អ្នកពិតជាសប្បាយរីករាយណាស់គឺ Scott Carpenter Gordon Cooper John Glenn Gus Grissom Walter Schera Alan Shepard និង Dick Slayton ដោយសារតែពួកគេត្រូវបានជ្រើសរើសឲ្យទៅកន្លែងដែលគ្មានមនុស្សពីមុនមកទោះជាយ៉ាងណាក៏ដោយក្នុងនាមជាឱកាសយានិកពួកគេដឹងថាពួកគេនឹងប្រឈមមុខនឹងគ្រោះថ្នាក់ការប្រឈមនិងការសាកល្បងផ្សេងដែលមិននឹកស្មានដល់ឱកាសយានិកម្នាក់បានដឹងថាមោទនភាពដែលពួកគេមានអារម្មណ៍ថាជាអ្នកដែលបានជ្រើសរើសកំពុងជួបប្រទះជាមួយនឹងការភ័យខ្លាចនៃការប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ទោះជាយ៉ាងណាក៏ដោយក្នុងនាមជាឱកាសយានិកពួកគេដឹងថាពួកគេនឹងប្រឈមមុខនឹងគ្រោះថ្នាក់ការប្រឈមនិងការសាកល្បងផ្សេងដែលមិននឹកស្មានដល់ឱកាសយានិកម្នាក់បានដឹងថាមោទនភាពរបស់ពួកគេកំពុងប្រឈមមុខនឹងការភ័យខ្លាចនៃការប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ដោយសាវកនិងឱកាសយានិកយើងក៏មិនដឹងពីលទ្ធផលនៃការតាំងចិត្តរបស់យើងចំពោះលោកយេស៊ូវដែលអព្រះម្ចាស់យេស៊ូវឲ្យសូមជួយយើងឲ្យដើរតាមទ្រង់ដោយស្មោះត្រង់ហើយប្រគល់អនាគតទាំងមូលរបស់យើងចំពោះទ្រង់តែម្នាក់ឯងអាមែនតាមព្រះយេស៊ូវតែងតែត្រឹមត្រូវប៉ុន្តែមិនមែនតែងតែងាយស្រួលនោះទេRencanamu Tuhan di dalam hidupku walau ku tak tahu dan ku tak mengerti semua jalanmu ku tak tahu Tuhan berat ku rasakan hati menderita dan ku tak berdaya menghadapi semua tapi ku mengerti sekarang kau tolong padaku kini ku melihat dan ku merasakan indah rencanamu
tapi ku mengerti sekarang. Kau tolong padaku, kini ku melihat dan ku merasakan indah rencanamu. Indah rencanamu, Tuhan, di dalam hidupku. Walau ku tak tahu dan ku tak mengerti semua jalanmu, dulu ku tak tahu, Tuhan, berat ku rasakan, hati menderita dan ku tak berdaya menghadapi semua. Tapi ku mengerti sekarang, kau tolong padaku, kini ku melihat dan ku merasakan indah rencanamu. Tapi ku mengerti sekarang, kau tolong padaku, kini ku melihat dan ku merasakan indah rencanamu.